ជាខានដាក់ទ្រូយូរណាស់ហើយពុកម៉ែបងប្អូននៅបន្ទាប់ថ្ងៃនេះក៏មកដាក់ម្ដងទៀតដោយសារតែខ្ញុំមានកម្ដៀស្រាប់ចឹងណាហើយក៏ទ្រូក៏មិនមែនទ្រូខ្ញុំទេទ្រូបងប្អូនជីដូនខ្ញុំគេទុកលើទូក៏ចាប់ផ្ដើមស្រេកស្រង់យកដាក់តែម្ដងឯងហើយក៏ចាប់ផ្ដើមរើសអាកណ្ដៀណាដីធំធំដាក់ក្នុងទ្រូអាណាម៉ត់ក៏យើងរួមក្នុងមុងចាឯងហើយអាការលួងប្រហែលថ្ងៃនេះពុកម៉ែបងប្អូនអ្នកភូមិអ្នកស្រុកខ្ញុំចាប់ផ្ដើមលួងដែលមិនថាខ្សងគ្រុំមិនថាចលិនមិនថាកណ្ដៀគឺលួងសម្រុកប៉ុន្តែមិនឃើញណាត្រូវទេប៉ុន្តែគេបានអាចថាលួងបានត្រឹមនុយកង្កែបនុយអីបើខ្ញុំវិញចាប់ផ្ដើមស្រីស្រង់លួងក៏នឹងបាននុយកង្កែបដូចតែគ្នានេះឯងហើយក៏ចាប់ផ្ដើមវិចកញ្ចប់នុយឲ្យពុកម៉ែបងប្អូនហើយមានអីច្រើនទេគឺមានតែប៉ុណ្្នេះឯងអាការដាក់ទ្រូរបស់យើងងាយរួមតោបើដូចឆ្នាំតូមួយពុកម៉ែបងប្អូនហើយយើងលួងតែខ្សងគ្រុំអាខ្សងធម្មតានោះគឺយើងដាក់បានដែរដាក់ត្រូមែនទេត្រីកញ្ជ្រូកកំបុកត្រីកញ្ជ្រូកធំត្រីអីណាដល់ទៅពេលខែនេះឆ្នាំនេះគឺមិនដឹងជាយ៉ាងណាទេដាក់គ្មានអីត្រូវសាច់ឈឹបខ្ញុំក៏មិនបាននឹងដាក់ទេលុននេះដោយសារតែដាក់តូលនឹងពុកម៉ែបងប្អូនមិនដឹងស្អីកាត់ប្រើសកាត់អីមិនដឹងជាត្រីកពាត់ឬមួយក៏ក្តាមទេប៉ុន្តែខ្ញុំដាក់ក្នុងស្ទឹងទេហើយក៏មានតែទ្រូមួយនេះឯងក៏ស្រេស្រង់ដាក់យើងបាននុយបន្តិចបន្តួចក៏ដាក់ចូលវាទៅរៀងថាព្រឹកឡើងវាបានចឹងណាអូយថាស្រុកស្រែចំការយើងបើសិនតែមិនឆ្លៀតពេលចេះទេពុកម៉ែបងប្អូនឯងគឺគ្មានណាស្អុយណាឬមួយគ្មានណាលក់គ្មានណាអីទេបើសិនតែយើងដល់ទិញនៅអីក៏គ្មានណាលក់ទេណារឿងត្រីរឿងអីណាព្រោះអីវាក្ររឿងខ្លួនហើយមានតែប្រឹងប្រែងដាក់ផ្សងប្រេងថ្ងៃណាបានហូបក៏បានដោះស្រាយទៅថ្ងៃណាមិនបានក៏អត់ប៉ុណ្ណេះឯងហើយក៏ចាប់ផ្ដើមចង់សន្ទះហើយអាការចង់សន្ទះរបស់ខ្ញុំក៏គ្មានអីប្លែកទេគឺកាប់អាកូនខ្លីអាណាត្រួយធ្វើខ្នួចវាណាចាប់ដើមវិចមូរយកឲ្យតែបានចិត្តទៅបើសិនណាវាត្រូវក៏បាននុយលូកកែបដែរបើសិនណាមិនត្រូវក៏អត់សមិទ្ធផលមានតែចាំមើលពេលព្រឹកម្នាក់ឯងបើថាព្រឹកមិនត្រូវក៏មានតែសូនតែម្ដងហើយបានតែត្រីរៀល2 3ចូលទ្រូឬមួយត្រីសកាក្តាមអីក៏បានលួងដែរបើសិនណាវានេះក៏ចប់ហើយក៏ចាប់ផ្ដើមកាប់បង្គូលដើម្បីដុតឲ្យពុកម៉ែបងប្អូនឯងបង្គូលយើងដើមឈើធម្មតាទេគ្រាន់តែថាទៅដល់ក៏ដុតភ្លឹបក៏មានអីស្រួលទេដាក់ទ្រូខែនេះបើសិនណាដាក់អាខេទឹកស្រកមានថ្មមានអីនោះយើងចាប់ផ្ដើមចងថ្មចងអីដើម្បីសង្កត់ដល់តែពេលដាក់ខេដីជ្រេងចេះជាងដុតបង្គូលបើសិនណាយើងមានថ្មមានអីក៏យើងសង្កត់ក៏បានដូចតែគ្នាឯងប៉ុន្តែយើងខ្ជិលកាន់រទេងរតងដោយសារតែខេនេះវាដុតមុតដែរក៏កាន់តែកមិតងុកមួយទៅដើម្បីទៅថាកាត់បង្គូលហើយក៏ចាប់ផ្ដើមចូលទៅដល់ពុកម៉ែបងប្អូនឯងកលែងដាក់ខ្ញុំក៏មិនឆ្ងាយទេគឺដាក់កលែងធម្មតានេះឯងដាក់គឺមិនជ្រៅទេដោយសារតែយើងខ្លាចទឹកដែរព្រោះអីវាច្រាំងរាំងចតដែរហើយក៏ចាប់ផ្ដើមនឹងស្រីដាក់ហើយអាការដាក់របស់ខ្ញុំក៏ដូចជាខ្សប់ម្ដងដូចបងប្អូនឃើញវីដេអូមុនចាឯងគ្មានអីប្លែកទេគឺធម្មតាហើយក៏ចាប់ផ្ដើមបលិចហើយពុកម៉ែបងប្អូនអើយអូយថាស្រុកស្រែចំការយើងគឺស្រួលពុកម៉ែបងប្អូនហើយស្រួលអីស្រួលរួមហូបរបស់ខ្លួនឯងបើសិនណាតាមទីផ្សារបងប្អូនមុននឹងថាបានហូបក៏ឡើយទៅផ្សារបើដូចខាងខ្ញុំមុននឹងបានហូបយើងចុះស្ទឹងចុះអូចាឯងហើយថាស្បាយដែរខុសគ្នាម្យ៉ាងម្នាក់ហើយវីដេអូខ្ញុំថ្ងៃនេះក៏គ្មានអីប្លែកទេពុកម៉ែបងប្អូនហើយមានសកម្មភាពដាក់ទ្រូដាក់លាយរបស់ខ្ញុំនេះឯងដូចសពមីដងចាស់ណាតែបើមានកម្លែងកំហុសខុសឆ្គងក៏អធិស្ឋានផងនឿពុកម៉ែបងប្អូនហើយដោយសារតែវីដេអូខ្ញុំចេញទៅគឺជាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំនេះឯងគ្មានអីប្លែកទេពុកម៉ែបងប្អូនបើបងប្អូនពេញចិត្តក៏ខ្ញុំនឹងចេញវីដេអូប្លែកថ្មីឲ្យពុកម៉ែបងប្អូនទស្សនាទៀតណាបងប្អូនហើយសូមបញ្ចប់ត្រឹមនេះហើយបាយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទ